របស់ធម្មជាតិសុទ្ធៗបាទដាំខ្លួនឯងញ៉ាំខ្លួនឯងនេះបងប្អូនទាំងអស់គ្នាបាទនេះម្ទេសបាទខ្ញុំដាំនៅក្រោយរោងចក្របន្តិចបាទនិយាយរួមទៅឲ្យថ្ងៃតនេអីអញ្ចឹងគឺខ្ញុំតែងតែមកអើតមើលដំណាំរឿយបាទនិយាយរួមទៅយើងធ្វើការនៅស្រុកនេះធ្វើការនៅកូរ៉េនេះដូចខ្ញុំអញ្ចឹងគឺខ្ញុំចូលចិត្តឆ្លៀតបាទដាំដំណាំដាំអីអញ្ចឹងទៅដើម្បីពេលខ្លះវាយើងដាំដើម្បីទុកញ៉ាំផងតែពេលខ្លះវាសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបែបធម្មជាតិបែបដាំដំណាំអញ្ចឹងបាទហើយពេលខ្លះទៅវាក៏អាចសំចៃបានខ្លះដែរអូយមិននិយាយរឿងថាសំចៃវិញនិយាយអញ្ចឹងអូយបកកែសំចៃមកទៅការពិតគ្មានទេបងប្អូនបានតែអញ្ចឹងទេចាយដូចតែគ្នាហ្នឹងបាទនេះម្ទេសនៅកូរ៉េបងប្អូនខ្ញុំដាំនៅពេលដែលវាផុតខែត្រជាក់បងប្អូនក៏ប៉ុន្តែម្ទេសនៅស្រុកនេះភាគច្រើនគឺគេច្រើនតែបដោះកូនបើយើងទៅទិញកូនវាស្រាប់យកមកដាំមកគឺយើងវាឆាប់បានផ្លែបងប្អូនតែដោយសារតែខ្ញុំគឺខ្ញុំចង់សាកបដោះខ្លួនឯងអញ្ចឹងណាអញ្ចឹងខ្ញុំក៏បដោះឲ្យដាំខ្លួនឯងទៅបាទមើលនេះបងប្អូនអូនេះផ្លែល្អមែនតើនេះអានេះធំអីវែងនេះបងប្អូននេះអូឡើងវែងហ្មងហាច្រឡំបងប្អូនច្រឡំអាតូចនេះបងប្អូនអត់តោះនេះផ្លែល្អនេះអានេះធំអីវែងទៀតបាទផ្លែល្អមែនតើហើយផ្លែវិញនិយាយពីថាំងឡើងក្តាំងហ្មងនេះមើលបងប្អូននេះមើលបាទផ្លែឡើងក្តាំងហ្មងគ្រាន់តែថាវាទៅបានផ្លែទេហើយឥឡូវហ្នឹងវានៅខែនេះក៏ពិតវាជារដូវស្លឹកឈើជ្រុះទេប៉ុន្តែអាកាសធាតុវាត្រជាក់គួរសមដែរបងប្អូនបាទឥឡូវវាសីតុណ្ហភាពនៅ10អង្សាជាងឯដែរអញ្ចឹងណាតិចទៀតបានចូលខែត្រជាក់មែនតើបាទនិយាយរួមទៅម្ទេសនេះគឺឃើញថាដាំទៅគឺបានផលល្អនិយាយបានថាមកពីដីល្អឬមួយក៏មិនខ្ញុំមិនសូវជាច្បាស់ដែរតែគ្រាន់តែថាឃើញថាវាផ្លែល្អផ្លែល្អខ្លាំងមែនតើបាទនេះគឺផ្លែឡើងក្តាំងហ្មងឃើញហើយគឺមានអារម្មណ៍ថាស្រស់ស្រាយសប្បាយចិត្តហ្មងបងប្អូនញោមទៅសម្រាប់មនុស្សដែលគាត់ចូលចិត្តដាំដំណាំដូចជាខ្ញុំជាដើមអញ្ចឹងឲ្យតែឃើញដំណាំយើងបានផលល្អឃើញស្លឹកល្អឃើញផ្លែល្អអញ្ចឹងគឺមានអារម្មណ៍ថាសប្បាយចិត្តបាទគឺពេញចិត្តនៅអ្វីដែលយើងឃើញលទ្ធផលដែលយើងទទួលបានអញ្ចឹងណាបាទនេះហើយមានម្ទេសផ្លោកទេបងប្អូននេះអូនេះម្ទេសផ្លោកបាទនេះផ្លែធំមែនតើបាទនេះធំគួរសមបាទនេះនិយាយទៅបាត់លបលយកគ្រាន់តែលើកបង្ហាញបងប្អូនសោះឥឡូវវាបាក់កបាត់ចប់បណ្ដោយអត់អីទេបាក់កហើយយកទៅញ៉ាំតែហ្មងទៅអញ្ចឹងកុំឲ្យខាត